រឿងសត្វតោនិងកណ្ដោមានរឿងព្រេងមួយដំណាលមកថានៅក្នុងព្រៃធំមានសត្វជាច្រើនរស់នៅមានដូចជាប្រើសឆ្លុះក្តាន់រមាំងកំប្រុកស្វាតោព្រមទាំងកណ្ដោដែលជាសត្វតូចៗទៀតផងថ្ងៃនេះតោបានចេញស្វែងរកចំណីនៅក្បែរទឹកជ្រោះព្រោះនៅទីនោះសម្បូរទៅដោយពពួកសត្វរស់នៅពេលដែលតោទៅដល់ទីនោះសត្វជាច្រើនភ័យខ្លាចផ្អើលរត់គេចបាត់អស់តោចាប់សត្វអ្វីក៏មិនបានបែរជាចាប់បានកណ្ដោតូចមួយទៅវិញសត្វកណ្ដោភ័យខ្លាំងណាស់វាចង់រកផ្លូវរត់គេចតែរត់មិនរួចសត្វកណ្ដោក៏បានសំពះអង្វរតោដោយក្តីភ័យថាបងតោសូមមេត្តាបងដោះលែងខ្ញុំទៅខ្លួនខ្ញុំនៅតូចណាស់ទោះបងខំស៊ីខ្ញុំក៏នៅតែមិនឆ្អែតដដែលនឹងសូមបងដោះលែងខ្ញុំទៅខ្ញុំនឹងដឹងគុណបងអស់មួយជីវិតឮហើយតោគិតក្នុងចិត្តថាហាអាកណ្ដោតូចនេះនិយាយត្រូវតាទោះជាអញស៊ីវាក៏ស៊ីមិនឆ្អែតដែរបើអញ្ចឹងយើងដោះលែងឯងក៏បានដែរឯងទៅចោះថ្ងៃមួយក្រុមប្រមាញ់របស់ព្រះរាជាបានជីករណ្ដៅមួយយ៉ាងជ្រៅដែលមានសំណាញ់គ្របពីលើជិតសត្វតោដើរមិនបានមើលក៏ធ្លាក់ចូលទៅក្នុងរណ្ដៅនោះរួចជាប់សំណាញ់រើខ្លួនលែងរួចតោស្រែកមួយយប់ទល់ភ្លឺគ្មានសត្វណាជួយឡើយសត្វផ្សេងទៀតមានតែសប្បាយចិត្តពេលដែលឃើញតោធ្លាក់ក្នុងអន្ទាក់បែបនេះលុះព្រឹកឡើងក្រុមអ្នកប្រមាញ់បានមកដល់ពួកគេក៏នាំគ្នាទាញយកសំណាញ់ដែលជាប់សត្វតោពីក្នុងរណ្ដៅហើយយកដំបងមួយយ៉ាងវែងមកផ្ពួកដើម្បីសែងតោយកទៅថ្វាយព្រះរាជាព្រោះព្រះអង្គចង់តោតកំសាន្តសត្វតោនៅពេលដែលវាជាប់អន្ទាក់បែបនេះនៅតាមផ្លូវពេលដែលពួកអ្នកប្រមាញ់កំពុងសែងតោនាំយកទៅនោះស្រាប់តែសត្វកណ្ដោដែលតោបានដោះលែងពេលមុននោះមកឃើញហើយវាក៏លោតឡើងទៅលើសំណាញ់ដោយពុំមានអ្នកណាម្នាក់បានឃើញវាឡើយកណ្ដោប្រាប់ទៅតោថាសួស្ដីបងតោខ្ញុំមិនភ្លេចពាក្យសន្យារបស់ខ្ញុំទេខ្ញុំមកជួយបងហើយបងកុំព្រួយឃើញបែបនេះតោត្រេកអរណាស់វាមិននឹកស្មានថាពេលវាមានគ្រោះថ្នាក់បែរជាបានសត្វកណ្ដោតូចមួយមកជួយវាទៅវិញពេលនោះកណ្ដោខំប្រឹងក៏គេសំណាញ់រហូតទាល់តែបានប្រឡោះយ៉ាងធំធ្វើឲ្យតោអាចរំដោះខ្លួនចេញមកបានពួកអ្នកប្រមាញ់ឃើញតោលោតចេញមកហាមាត់ចេញចង្កូមគួរឲ្យខ្លាចនោះពួកគេខ្លាចខ្លាំងណាស់ក៏នាំគ្នារត់លែងហ៊ានងាកក្រោយពួកសត្វព្រៃឯទៀតឃើញតោត្រឡប់មកវិញនោះក៏នាំគ្នានិយាយអែបអបសត្វតោថាពួកខ្ញុំសប្បាយចិត្តណាស់ដោយបានឃើញស្ដេចតោរំដោះខ្លួនរួចពួកយើងសូមគោរពដោយសេចក្តីរីករាយបំផុតប៉ុន្តែពេលនេះស្ដេចតោមិនជឿសម្ដីសត្វទាំងអស់នោះទេស្ដេចតោក៏និយាយទៅរកកណ្ដោថាឯងនៅទីនេះជាមួយខ្ញុំទៅយើងធ្វើជាមិត្តនឹងគ្នាខ្ញុំនឹងឲ្យឯងរស់នៅក្នុងសក់របស់ខ្ញុំពួកយើងនឹងធ្វើជាមិត្តល្អជាមួយគ្នាជារៀងរហូតទៅណាឮបែបនេះកណ្ដោគិតថាបើយើងរស់នៅក្នុងសក់របស់តោមែននោះដូចជាមិនសមរម្យទាល់តែសោះគិតរួចកណ្ដោប្រកែកជាមួយ